បង្កក់ទឹកត្រសក់យកមកដុសនៅក្រៅភ្នែកវានឹងជួយឲ្យការហាមថយចុះហើយស្នាមខ្មៅរង្វង់ភ្នែកនឹងឆាប់ប្រែជាភ្លីឡើងវិញបង្កក់សាច់ប៉េងប៉ោះកិនយកមកដុសស្រាលៗលើផ្ទៃមុខវាមានប្រសិទ្ធភាពដូចជាការជំរុះកោសិកាស្បែកកម្រិតស្រាលរញើសនឹងរួមតូចហើយប៉ះសម្បូរស្បែកនឹងមើលទៅកាន់តែស្មើគ្នាបង្កក់ជែលប្រទាលកន្ទុយក្រពើយកមកលាបលើស្បែកដែលរងការរំខានឬរលាកភាពឡើងក្រហមនឹងឆាប់អន់ទៅវិញហើយស្បែកនឹងទទួលបានសំណើមយ៉ាងជ្រៅបន្ថែមម្សៅរមៀតមួយជិបទៅក្នុងទឹករួចបង្កក់វាប្រើវាដោយប្រុងប្រយ័ត្នលើតំបន់ដែលមានមុនវានឹងជួយកាត់បន្ថយបាក់តេរីហើយធ្វើឲ្យស្បែកឆាប់ថ្លាឡើងវិញបង្កក់តែបៃតងយកមកដោះលើស្បែកវានឹងធ្វើឲ្យមុនឆាប់ស្ងួតហើយកាត់បន្ថយភាពរលោងដោយសារជាតិខ្លាញ់បង្កក់ទឹកដោះគោឲ្យទៅជាដុំទឹកកកពណ៌សម្បូរស្បែកនឹងប្រែជាស្មើគ្នាហើយស្នាមរលាកថ្ងៃនឹងបាត់ទៅវិញបន្តិចម្ដងបង្កក់ទឹកមើមឆៃថាវក្រហម beetroot យកដុំទឹកកកនោះមកដោះលើផ្ទៃមុខវាជួយឲ្យលំហូរឈាមកាន់តែប្រសើរហើយស្នាមជ្រួយតូចៗចាប់ដើមរលត់បាត់បង្កក់តែផ្កាខាម៉ូម៉ាល់ប្រើលើស្បែកដែលឆាប់ប្រតិកម្មវាជួយឲ្យស្បែកធូរស្រាលពីការរំកាស់ហើយជួយកាត់បន្ថយភាពឡើងក្រហមសង្ឃឹមថាវាអាចជួយអ្នកបានប្រាប់ខ្ញុំបានប្រសិនបើអ្នកត្រូវការអ្វីផ្សេងទៀត